ពីវិជ្ជការខ្មែរឈឺផ្សាក្រៃពួកកងទ័ពថៃបញ្ចូលទឹកដីដែនសុវណ្ណភូមិប្រជាខ្មែរយើងរស់ដូចសពដងដោយគ្មានបំណងយាយីប៉ុនពងធ្វើបាបអ្នកណាតែត្រូវស្លាប់ម្នាក់ដោយគ្មានកំហុសបីអ្នកទៀតនោះត្រូវរងរបួសឈឺចាប់វេទនាអយុត្តិធម៌ជាមនុស្សដូចគ្នាថៃចិត្តជាមីដេញតាមផ្ដន់ទីខ្មែរគ្រប់ជំនាន់ព្រោះតែទឹកដីថៃធ្វើគ្រប់យ៉ាងបាញ់បោះតែម្ខាងមិនខ្លាចរអាដីគេខ្មែរសោះថៃបែមូសាស្រែកបរិហាថាដីនោះណាជារបស់ខ្លួនខ្មែរមនុស្សស្លូតត្រង់មិនចង់បានអ្វីអត់ធន់ខន្តីរក្សាទឹកដីដោយសន្តិភាពសម្របទៅតាមច្បាប់អន្តរជាតិជុំលៀងវិវាទដើម្បីឲ្យជាតិគ្មានភ្លើងសង់